សូមជូនរឿងក្មេងប្រុសឆ្លាតនៃទន្លេសាបនៅលើទន្លេសាបមានភូមិអណ្ដែតមួយរស់រវើករៀងរាល់ព្រឹកតារាចេញទៅមើលទឹកជាមួយយាយស្រីពៅថ្ងៃនេះកន្ត្រកត្រីនៅទទេតារាចាប់ផ្ដើមគិតថាមានអ្វីមួយកំពុងផ្លាស់ប្ដូរអ្នកនេសាទទាញអួនឡើងប៉ុន្តែគ្មានត្រីសោះពួកគេចាប់ផ្ដើមត្អូញត្អែនិងចោទប្រកាន់គ្នាសំឡេងចំនួនលាន់លើទឹកស្ងប់ស្ងាត់ពូវណ្ណៈគិតថាមានអ្នកលួចចាប់ត្រីច្រើនពេកអ្នកមាលីព្យាយាមឲ្យគាត់ស្ងប់ចិត្តតារាមើលទឹកយ៉ាងយកចិត្តទុកដាក់តារាមើលទឹកយូរម៉ោងគាត់សង្កេតឃើញថាត្រីហែវនៅកន្លែងទឹកជ្រៅនិងត្រជាក់ជាងគាត់ញញឹមព្រោះបានរកឃើញអ្វីសំខាន់តារាប្រាប់អ្នកភូមិថាត្រីមិនបានបាត់ទេពួកវាគ្រាន់តែផ្លាស់ទីទៅទឹកជ្រៅមនុស្សគ្រប់គ្នាចាប់ផ្ដើមស្ដាប់ក្មេងតូចនេះដំបូងពូវណ្ណៈមិនជឿទេប៉ុន្តែព្រោះគ្មានជំរឿពួកគេសម្រេចសាក់លបងទូកទាំងអស់ចាប់ផ្ដើមធ្វើដំណើរពេលទាញអួនឡើងមនុស្សគ្រប់គ្នាស្រែកដោយសេចក្តីរីករាយអួនពេញទៅដោយត្រីភ្លឺចែងចាំងទឹកចិត្តចំនួនបានផ្លាស់ទៅជាសេចក្តីអរគុណតារាប្រាប់ថាត្រូវចែករំលែកដោយស្មារភាពបើធ្វើការជាមួយគ្នាត្រីនឹងមិនខ្វះទេមនុស្សគ្រប់គ្នាយល់ព្រមភូមិអណ្ដែតត្រឡប់ទៅស្ងាត់ស្ងាត់វិញមនុស្សគ្រប់គ្នាសើចនឹងចែករំលែកអាហារយាយស្រីពៅមើលកូនប្រុសដោយមោទនភាពតារាមិនមែនត្រឹមតែក្មេងតូចទេគាត់មានបេះដូងឆ្លាតនិងយកចិត្តទុកដាក់ប្រាជ្ញានិងការសហការគ្នាអាចដោះស្រាយបញ្ហាណាក៏បាននេះជាមេរៀនសម្រាប់កុមារទាំងអស់រឿងនិទានក្មេងប្រុសឆ្លាតនៃទន្លេសាបបានដល់ទីបញ្ចប់សូមកុំភ្លេចចុច Subscribe មួយផងណាសូមអរគុណ